ចេះរៀបចំផែនការខ្លួនឯង4ឆ្នាំមករៀនមហាវិទ្យាល័យនឹងបានអីទៅវិញជំនាញអីគេ skill hard skill soft skill ហ្នឹងបាទហើយការគិតបែបពីមុនមកគិតចិត្តស្រាលទេធ្វើមិនឲ្យចិត្តធ្ងន់នឹងឡើងវិញអាហ្នឹងអាចជាចំណុចមួយដែលពាក់ព័ន្ធជាមួយនឹងយើងយកមក training ចាណាពាក់ព័ន្ធជាមួយរឿងមួយចំនួនទាំងអស់ហ្នឹងគឺសិតតែជាជំនាញមួយដែលអូននឹងឈានទៅជាស្ពានទៅដល់ថ្ងៃអនាគតហ្នឹងបងអាហ្នឹងអាចជាចំណុចហ្នឹងអូខេអញ្ចឹងលោកគ្រូសូមស្ដាប់ផ្ញើបន្តិចរសារភាពថ្លៃថ្នូរយើងគូយើងអ្នកថ្លៃថ្នូរនៅតែថ្លៃអីគេថ្លៃថ្នូរបាទហ្នឹងហើយរសារភាពហ្នឹងវិន័យសិលធម៌ក្រមសិលធម៌វិជ្ជាជីវៈរបស់យើងទី2យកចិត្តទុកដាក់រៀនសូត្របាទគឺចំណុចដែលយើងនឹងកែប្រែការអភិវឌ្ឍ20ឆ្នាំទៅមុខយើងនឹងមានអ្វីដែលថ្លៃសម្រាប់សង្គមជាតិយើងបាទហ្នឹងអានេះជាចំណុចមួយដែលយើងក្នុងហ្នឹងបាទគ្រូសូមជូនពរទាំងអស់គ្នាឲ្យទាំងអស់គ្រប់មុខវិជ្ជាមិនមែនតែមុខវិជ្ជាលោកគ្រូទេអាចជាប់ទាំងអស់ហើយទទួលបានលទ្ធផលល្អហើយគេក៏អរគុណច្រើនដែរសម្រាប់ក្នុងការយើងថាមួយឆ្នាំចុះយើងជួបគ្នាណាមួយឆ្នាំបាទពីរឈប់មានជាប់គ្នានេះហើយក៏មានពាក្យមិនល្អពាក្យអីហ្នឹងពាក់ព័ន្ធជាមួយនឹងផ្លូវអារម្មណ៍ delete វាចោលឬ format ចោលយកតែចំណុចល្អរបស់លោកគ្រូហ្នឹងបានហើយបាទពីចេតនាដែលចង់ឲ្យរៀនសូត្រមានចំណុចរបស់លោកគ្រូគឺចង់ឲ្យយកចិត្តទុកដាក់នឹងការរៀនអីគេរៀនសូត្រមានតែប៉ុណ្្នឹងមានគោលដៅរបស់លោកគ្រូប៉ុណ្្នឹងឯងបាទហើយអញ្ចឹងយើងចាប់ផ្ដើមដល់ quiz ក្នុងគ្នាទាញទូរស័ព្ទអស់គ្នា